ក្រមស្រមោលនៃការឈ្លានពានទឹកដីកម្ពុជាមេដឹកនាំថ្មីរបស់ថៃលោកអនុទេពជំរុញឲ្យចាយលុយច្រើនជាងគេលើវិស័យការពារជាតិប្រទេសថៃស្ថានភាពព្រំដែនកម្ពុជាថៃកម្រើកបន្តិចម្ដងសាជាថ្មីរាជរដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោកអនុទានឆាមរៈគុលបានទម្លាយពីកញ្ចប់ថវិកាជាតិច្រើនមហាសាលរហូតដល់ជាង$1000 លានសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ2027ដោយផ្ដោតសំខាន់លើសមត្ថភាពយោធាជាអត្ថប្រយោជន៍ខ្ពស់បំផុតការជះលុយច្រើនសន្ធឹកសន្ធាប់លឹងតើថៃចង់ការពារខ្លួនឬក៏កំពុងរៀបចំផែនការឈ្លានពានប្រទេសជិតខាងដោយតែខ្លួនធ្លាប់បានធ្វើនាពេលកន្លងមកនៅក្នុងសិក្ខាសាលាស្ដីពីគោលនយោបាយថវិកាជាតិលោកអនុទានបានលើកឡើងថាពិភពលោកកំពុងប្រឈមនឹងភាពមិនប្រកបប្រជាកាន់តែខ្លាំងរួមទាំងស្ថានភាពព្រំដែនជាមួយនឹងកម្ពុជានិងចំនួននឹងមជ្ឈមណ្ឌលកំពុងតែប៉ះពាល់ដល់សន្តិសុខធម្មពលនិងលក្ខខណ្ឌសេដ្ឋកិច្ចសកលលោកលើកឡើងថារាជរដ្ឋាភិបាលថៃត្រូវតែបន្ស៊ាំខ្លួនដោយការបង្កើនប្រសិទ្ធភាពនិងកាត់បន្ថយការចំណាយដែលមិនចាំបាច់ដើម្បីធានាថារាល់ការចំណាយថវិកាទាំងអស់ត្រូវផ្ដល់អត្ថប្រយោជន៍ជាអតិបរមាដល់ប្រទេសជាតិកញ្ចប់ថវិកាសារពើពន្ធឆ្នាំ2027ត្រូវបានស្នើឡើងមានចំនួន$3.7000 បាតឬស្មើប្រមាណជាង$100,000 លានមេដឹកនាំរបស់ថៃរូបនេះបានបញ្ជាក់ថាផែនការនេះត្រូវមានភាពច្បាស់លាស់និងចំគោលដៅស្របតាមក្របខ័ណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលថៃក្នុងគោលបំណងដឹកនាំប្រទេសថៃឲ្យឆ្លងផុតពីបញ្ហាប្រឈមសេដ្ឋកិច្ចនិងឆ្ពោះទៅរកកំណើនប្រកបដោយចីរភាពរយៈពេលវែង